ខ្ញុំសូមលើកយកសង្ខេបចំណុចសំខាន់ដែលទៅនឹងតួនាទីរបស់ស្វាមីដែលត្រូវធ្វើចំពោះភរិយាមានន័យថាសិទ្ធិទាមទាររបស់ប្រពន្ធដែលប្តីត្រូវបំពេញចឹងយើងឃើញថាអ្វីដែលសំខាន់បំផុតក្រោយពីរៀបការហើយគឺស្ត្រីភេទនៅក្នុងសាសនាអ៊ីស្លាមត្រូវបានលើកតម្កើងមានន័យថាកាលនៅម្នាក់ឯងស្ថិតនៅក្រោមបន្ទុករបស់ពុកម្ដាយជាអ្នកមើលការខុសត្រូវប៉ុន្តែពេលដែលមានប្តីគឺប្តីត្រូវតែជាអ្នកទទួលខុសត្រូវចឹងការទទួលខុសត្រូវសំខាន់បំផុតគឺរឿងតេតូននឹងបញ្ហាត្រកលុយកាក់ដែលជាការចំណាយប្រចាំថ្ងៃអញ្ចឹងនេះគឺជាអ្វីដែលបន្ទុករបស់បុរសចឹងបានសាសនាអ៊ីស្លាមយើងឃើញតាមប្រសាសន៍របស់ជាករីរបស់អល់ឡោះលោកបានមានប្រសាសន៍ថាយ៉ាម៉ាសារ៉ាសាបាបម៉ានិសតាអាមីនគុំមុលបាហ្វលយតហ្សាវ៉ៃមានន័យថាឲ្យយុវជនទាំងឡាយបុគ្គលណាឲ្យដែលមានលទ្ធភាពចូលឲ្យគេរៀបការចោះពាក្យថាលទ្ធភាពកន្លែងនេះគឺលទ្ធភាពចិញ្ចឹមប្រពន្ធរបស់ខ្លួនលទ្ធភាពដែលថារលុយរកាក់ដើម្បីមើលការខុសត្រូវទៅលើគ្រួសាររបស់ខ្លួននេះជាលទ្ធភាពហើយលទ្ធភាពមួយទៀតគឺលទ្ធភាពសុខភាពរបស់ខ្លួនអញ្ចឹងមានន័យថាផ្ដើមចេញពីការលើកឡើងរបស់ជាករីនេះវាជាបន្ទុករបស់ប្តីដែលត្រូវមើលការខុសត្រូវអញ្ចឹងសំខាន់ណាស់ចំពោះបញ្ហានេះពីព្រោះប្រពន្ធដែលជាស្ត្រីដែលជាប្រពន្ធនេះពេលដែលគាត់មានប្តីគឺគាត់មិនអាចធ្វើដំណើរទៅរកស៊ីរកអីដោយថាធ្វើការធ្វើអីងាយស្រួលដូចអ្វីដែលគាត់នៅម្នាក់ឯងទេឬនៅក្រៅបន្ទុករបស់ពុករបស់គាត់ទេដោយអ្វីដែលលោកឧស្សាហ៍ស្មារតីលើកឡើងថាមុននឹងទៅណាគឺសូមអ៊ីសិនពីប្តីសូមការអនុញ្ញាតសូមអីចឹងទៅអញ្ចឹងព្រោះដោយសារអីដោយសារវាមានដៃគូហើយអញ្ចឹងក្នុងចំណុចនេះគឺសាសនាអ៊ីស្លាមបានលើកតម្កើងស្ត្រីត្រង់ថាប្តីបរិសុទ្ធគឺត្រូវតែទទួលបន្ទុកខាងជីវភាពអញ្ចឹងចំណុចនេះយើងគួរតែរំលឹកឲ្យបានច្រើនបន្តិចត្រង់ថាយើងសង្កេតឃើញជាក់ស្ដែងថាមានគ្រួសារមួយចំនួនមានការប្រឹងប្រដល់ចង់ថាលើកពីបន្ទុករបស់គាត់ពេលដែលគាត់មានគ្រួសាររបស់គាត់អត់យកចិត្តទុកដាក់រឿងជីវភាពសម្រាប់គាត់ទេមានន័យថាឲ្យហូបឲ្យចុកអត់គ្រប់គ្រាន់ទេហើយជាការប្រឡែងមានន័យថាហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងពេលដែលស្រឡាញ់ក្នុងពេលដែលចុងផ្ដើមក្នុងការយកគ្នាជាគ្រួសារអ្វីទទួលខុសត្រូវទាំងអស់ប៉ុន្តែក្រោយពីរៀបការហើយអ្វីហាក់បីដូចជាមិនបានដូចការសន្យាអញ្ចឹងនេះគឺជាកំហុសដែលកើតឡើងសម្រាប់បុគ្គលដែលធ្វើដូច្នេះយើងមើលអ្វីដែលជាការកើតឡើងនៅសម័យនប៊ីយើងមូហាម៉ាត់សុលឡាមគឺមានស្ត្រីម្នាក់ដែលឈ្មោះហ៊ិនប៊ីនទីអ៊ុតបានេះជាប្រពន្ធរបស់អាប៊ូស៊ុហ្យានចឹងប្រពន្ធរបស់អាប៊ូស៊ុហ្យាននេះអ្នកស្រីហ៊ិននេះគាត់បានទៅប្តឹងនប៊ីយើងថាគេថាប្រើពាក្យថាប្តឹងចោះប្តឹងនប៊ីយើងមូហាម៉ាត់សុលឡាមអំពីគ្រួសាររបស់គាត់ឲ្យលុយឲ្យគាត់ចាយអត់គ្រប់ទេទាំងរូបគាត់និងកូនរបស់គាត់ចឹងគាត់បានរំលឹកប្រាប់នប៊ីយើងមូហាម៉ាត់សុលឡាមថាគាត់ក៏បានយកលុយប្តីរបស់គាត់មានន័យថាមិនយកឲ្យដឹងឯងលោភយកលុយប្តីរបស់គាត់ដោយឲ្យប្តីរបស់គាត់ដឹងទេចឹងគាត់បានសួរសំណួរនេះទៅកាន់នប៊ីថាតើគាត់មានបាបកម្មដែរឬក៏អត់ពេលនោះយើងឃើញថាជាករីរបស់អល់ឡោះបានរំលឹកអំពីលក្ខណៈច្បាប់សម្រាប់ប្តីប្រភេទនេះថាខូស៊ីមីនម៉ាលីហ៊ីប៊ីលម៉ារូហ្វីម៉ាយ៉ាក់ហ្វីគីវ៉ាយ៉ាក់ហ្វីបានីគីចឹងហាឌីសនេះមានបញ្ជាក់នៅក្នុងគីតាប៊ូខារីនិងមូស្លីមមានន័យថាសូមអ្នកស្រីយកចុះលុយរបស់គាត់ហ្នឹងប៉ុន្តែយកមកសំរុំសម្រាប់មកគ្រប់គ្រាន់ទៅលើខ្លួនឯងសម្រាប់ខ្លួនឯងអ្នកស្រីហើយនឹងកូនរបស់អ្នកស្រីអញ្ចឹងមានន័យថាប្រសិនបើបរិសុទ្ធជាប្តីហ្នឹងផ្គត់ផ្គង់គ្រប់គ្រាន់វិញទម្រង់ដែលប្រពន្ធធ្វើដូច្នេះចាត់ទុកជាការបំពានហើយប៉ុន្តែដោយសារកំហុសរបស់ប្តីមិនគ្រប់គ្រងប្រពន្ធឲ្យបានត្រឹមត្រូវក្នុងពេលដែលគាត់មានលុយមានកាក់ដែរហើយបែរទៅជាប្រពន្ធយកតាមរូបភាពនេះត្រូវតាមច្បាប់អនុញ្ញាតទៅវិញអញ្ចឹងចំណុចនេះគឺបង្ហាញប្រាប់ថាការផ្គត់ផ្គង់ប្រពន្ធនេះហើយនឹងកូនចៅនេះសម្រាប់តួនាទីរបស់ប្តីគឺសំខាន់ណាស់មិនអាចប្រឡែងបានទេហើយយើងក៏ធ្លាប់ឮមានការលើកឡើងផងដែរថាបរិសុទ្ធពេលខ្លះក៏ទាមទារយកសិទ្ធិរបស់គាត់ដែលគាត់ត្រូវបំពេញនេះបែរទៅជាត្រឡប់មានន័យថាបើសិនជាប្រពន្ធតវ៉ាខ្លាំងមានតែបែកគ្នាវាទៅជាហេតុផលអញ្ចេះនេះគឺជាកំហុសមានន័យថាយើងមិនមែនកាន់ជើងមនុស្សប្រុសឬក៏យើងមិនមែនកាន់ជើងមនុស្សស្រីទេយើងមានម្ដាយក៏ស្ត្រីមានឪពុកក៏បរិសុទ្ធដូចគ្នាដែរក៏ប៉ុន្តែអ្វីដែលជាធាតុពិតនៅក្នុងសាសនាអ៊ីស្លាមគឺមិនត្រូវយកដំណោះស្រាយនេះទេព្រោះដំណោះស្រាយនេះជាដំណោះស្រាយតល់ច្រកមួយតែធាតុពិតគឺយើងជាអ្នកទទួលខុសត្រូវកាលណាយើងទទួលខុសត្រូវយើងត្រូវដោះស្រាយទទួលខុសត្រូវអញ្ចឹងជាធម្មតាយើងជឿជាក់ទាំងអស់គ្នាថាចិត្តជាស្ត្រីជាប្រពន្ធនេះស្រឡាញ់ប្តីណាស់
tụ bay chia thà ở mà thà ở đây ăn là tập hiệp mền rồi còn là tập hiệp miên đấy phần miên mình cướp con có con ăn được cướp đấy mền miên đi thà trâu tập tiêm tia đấy bụng đồ ọt ta hơi còn vào tái sầm khán tôi không trâu được ọt đó là có tôi không trâu ọt tôi không trâu ní hai chuyện mù lại chẳng sao sẽ lại Islam trâu mưa là vậy đây là vì việc mà nay nom từ lơ sợi hình bên tiểu Utbanic cứ chia sẻ sầm khán thà ở vô tới hai ở miền tụ thì chẳng miền đi thà ca tôi không trâu rương này lôi cả rương còn rương ca cướp cướp từ quốc gia sầm điện bột bẹจะสมัยเอาไว้ตรงนี้คือจีเรื่องมวยได้บรรทุกตะเลือบรอจากไม่เจอแต่โยจะตุดังยังเมื่อในปียื่นมุฮัมมัดสุลตัมกบานรุมลึกผ่องได้อมปีตัวในตีเราบอกบรอได้จีบได้ตระทวยจีบผู้พ้นในขนมประสาทเราบอกลูกมวยทาฟัตตะกุลลอฮุฟินดิซะฟะอินนะกุมอัคตุมูฮุนนะบิอามานะติลละواستحللتم بفروجهن بكلمات الله ولكم عليهن ألا يطعن فروشكم أحد تكرهونه فإن فعلن ذلك فاضربوهن ضربا غير مبرج នប៊ីបានបញ្ជាក់ថាចូលពួកអ្នកសំដៅទៅលើបរិះជាប្តីចូលអ្នកខ្លាចអល់ឡោះជាម្ចាស់ក្នុងរឿងរបស់ស្ត្រីភេទពីព្រោះពួកអ្នកទាំងអស់គ្នាទទួលយកនាងនេះមានរៀបការស្របច្បាប់នេះតាំងពីការស្ដីដណ្ដឹងរហូតដល់ជ្រើសរើសពូជពងតកូលល្អពេញចិត្តហើយនេះប៊ីអាម៉ាណាទីឡាដោយការបញ្ញារបស់អល់ឡោះជាម្ចាស់អញ្ចឹងមានន័យថាប៊ីអាម៉ាណាទីឡានេះគឺជាបញ្ញាដែលអល់ឡោះជាម្ចាស់ដាក់បន្ទុកទៅលើប្តីដែលត្រូវតែយកចិត្តទុកដាក់ហើយវ៉ាស្តាហលតុមហ្វូរូយហ៊ុនណាប៊ីកាលីម៉ាទីឡាហើយពួកអ្នកទាំងអស់គ្នាទទួលបាននៅហាឡាល់មានន័យថាអនុញ្ញាតទៅលើរូបរាងកាយរបស់នាងដោយពាក្យរបស់អល់ឡោះមានន័យថាពាក្យដែលយើងទទួលនីកាសស្របច្បាប់ពាក្យអីហ្នឹងអាហ្នឹងហើយដែរធ្វើឲ្យស្ត្រីម្នាក់ដែលអ្នកដតីសុទ្ធសាធហើយបែរទៅជាហាឡាល់សម្រាប់អ្នកមានអ្នកអនុញ្ញាតរហូតដល់អ្នករួមសង្វាសរួមអីពួកខ្លាចជាប្តីប្រពន្ធអញ្ចឹងទាំងអស់នេះសំខាន់ណាស់អញ្ចឹងអ្នកទៅត្រែយកចិត្តទុកដាក់ហើយទីខាងចុងមកទៀតនេះគឺដោយអ្វីដែលស្មានបានលើកឡើងអញ្ចឹងយើងមិនបាច់បន្តទៀតទេអញ្ចឹងចំណុចនេះចង់និយាយថារឿងស្ត្រីភេទនេះគឺបរិះត្រូវតែទទួលខុសត្រូវក្នុងនាមជាប្តីមិនអាចបណ្ដោយឬក៏មិនយកចិត្តទុកដាក់បានទេព្រោះបើមិនអញ្ចឹងទេគឺមានបញ្ហាទូសាធ្ងន់ណាស់មិនអាចថាស្រាលបានទេហើយសំខាន់មួយទៀតមានន័យថាតួនាទីសំខាន់មួយទៀតក្រៅពីទ្រព្យសម្បត្តិយើងឃើញថាតួនាទីដែលធ្វើឲ្យគ្រួសាររស់នៅដោយមានសុភមង្គលនេះគឺជាតួនាទីប្តីជាអ្នកដឹកមុខមានន័យថាប្តីជាអ្នកដែលនាំរឿងសុភមង្គលចូលគ្រួសារត្រូវតែជាហៅថាចាត់ទុកថាជាមេហ្មងខាងបរិះជាប្តីនេះត្រូវតែដឹកនាំមុខទាំងអស់គ្រប់ច្រកល្អអញ្ចឹងមានន័យថាការរស់នៅធ្វើម៉េចឲ្យសុភមង្គលកើតមាននៅក្នុងក្រុមគ្រួសារនេះក៏ផ្ដើមចេញពីប្តីសំខាន់ជាងគេបំផុតផងដែរអញ្ចឹងមានន័យថាប្តីគឺជាអ្នកដើរទទួលនីតិសំខាន់ក្នុងបញ្ហារឿងសុភមង្គលនេះដោយអ្វីដែលអល់ឡោះបានរំលឹកថាវ៉ាអាឈីរូហ៊ុនប៊ីលម៉ារូហ្វចូលពួកអ្នកទាំងអស់គ្នារួមរស់នៅជាមួយគ្រួសាររបស់អ្នកឲ្យទៅតាមឲ្យសមរម្យពាក្យថាសមរម្យកន្លែងនេះគឺសមរម្យទាំងកាយវិការសមរម្យទាំងពាក្យសម្ដីសមរម្យទាំងការរស់នៅអានេះយើងមិនបាញ់និយាយដល់អ្នកដែលមានប្រពន្ធចាប់ពីអ្នកឡើងទេទៅការបែងចែកយ៉ាងម៉េចណាយើងនិយាយតែម្នាក់បានហើយអញ្ចឹងសមរម្យកន្លែងនេះគឺសមរម្យគ្រប់ច្រកល្ហកទាំងអស់ដោយអ្វីដែលលោកស្តាប់អ៊ូស្មានបានលើកឡើងមិញហ្នឹងគឺសមអញ្ចឹងហើយនប៊ីយើងក៏បានបញ្ជាក់ថាខៃរុគុមលីអាហ្លីគុមវ៉ាអាណាខៃរុគុមលីអាហ្លីមានន័យថាជាការប្រសើរសម្រាប់ពួកអ្នកបំផុតនោះគឺអ្នកទៅធ្វើល្អចំពោះគ្រួសាររបស់អ្នកដោយឡែកសម្រាប់រូបខ្ញុំធ្វើល្អចំពោះគ្រួសាររបស់ខ្ញុំអញ្ចឹងអល់ឡោះនប៊ីបានណែនាំទៅលើបរិះទាំងអស់ជាប្តីឲ្យធ្វើល្អចំពោះគ្រួសាររបស់ខ្លួនហើយសម្រាប់គាត់ក៏ថាខ្ញុំក៏ត្រូវធ្វើល្អចំពោះគ្រួសាររបស់ខ្ញុំដែរអញ្ចឹងនេះហើយគឺជារូបភាពដែលត្រូវទាញយកនៅសុភមង្គលដែលជាតួនាទីរបស់បរិះត្រូវបំពេញសម្រាប់ស្ត្រីភេទនប៊ីយើងក៏បានរំលឹកសម្រាប់បរិះគ្រប់រូបថានៅក្នុងប្រសាសន៍របស់លោកមួយថាតេតងនឹងបញ្ហាថាស្ត្រីភេទនេះគឺធាតុដើមនៃស្ត្រីភេទនេះយើងដឹងហើយគឺអល់ឡោះជាម្ចាស់បង្កើតពីឆ្អឹងជំនីមីហាវ៉ានេះគឺអល់ឡោះបង្កើតពីឆ្អឹងជំនីនប៊ីអាដាមចឹងបាននៅក្នុងប្រសាសន៍របស់នប៊ីមួយថាអ៊ីស្តៅស៊ូប៊ីននីសាចូលពួកអ្នកណាស៊ីហាត់ឬក៏ផ្ដាំគ្នារឿងស្ត្រីភេទនេះខៃរ៉រឿងល្អមានតែផ្ដាំគ្នារំលឹកគ្នាឲ្យធ្វើល្អចំពោះស្ត្រីធ្វើយ៉ាងម៉េចឲ្យបានប្រសើរសម្រាប់ស្ត្រីភេទពីព្រោះអី fa inna hunna khuliqna min dila ព្រោះដោយសារតែស្ត្រីភេទនេះធាតុដើមរបស់វាគឺអល់ឡោះបង្កើតពីឆ្អឹងជំនី fa inna wa in a'waja shay'in fi dil a'lahu ហើយគេថាចំណុចដែលកោងបំផុតនៃឆ្អឹងជំនីគឺអាខាងចុងវានឹងឯងកាន់វាកោងជាងគេបំផុត fa in dhahabta tuqimuhu wa kasartahu
មានន័យថាកសិរតហូប្រសិនបើអ្នកឯងទៅដើម្បីឃើញកោងទៅដល់ពុតតម្រង់ភ្លាមហាក់បីដូចអ្នកឯងទៅកាច់បាក់អញ្ចឹងនប៊ីថាយ៉ាងវ៉ាអ៊ីនតារ៉ាក់តាហ៊ូឡាំយ៉ាសិលអវ៉ាច់វ៉ាស្តៅស៊ូប៊ីននីសាអ៊ីខៃរ៉ាហើយប្រសិនបើអ្នកឯងប្រឡែងអញ្ចឹងជំនាញហ្នឹងអត់ព្រមកែទេអត់ព្រមពុតតម្រង់ទេវានឹងនៅតែកោងទៅរហូតដល់ដំណាក់កាលរបស់វាហើយលោកបានបន្ថែមថាចូលអ្នកទាំងអស់គ្នាណែផ្ដាំផ្ញើគ្នាអំពីរឿងស្ត្រីនេះឲ្យបានល្អផងដែរអញ្ចឹងប្រសាសន៍របស់នប៊ីនេះគឺណែនាំសំខាន់ទៅលើបរិសុទ្ធជាប្តីនឹងឯងពីព្រោះក្នុងគ្រួសារនីមួយប្តីប្រពន្ធគឺដឹងរៀងៗខ្លួនមិនអាចយករូបមន្តមួយដាក់ឲ្យដូចគ្នាបានទេឧទាហរណ៍រូបមន្តរបស់ប្តីតេតទៅនឹងរំលឹកប្រពន្ធរបស់ខ្លួនត្រូវតែដើររូបមន្តនេះតែមួយអត់ត្រូវទេអញ្ចឹងហើយបានជានប៊ីរំលឹកថាស្ត្រីនេះគឺចឹងកើតពីចឹងជំនីវកោអញ្ចឹងមានន័យថាបើប្រពន្ធរបស់បុគ្គលកគាត់ដឹងអំពីរបៀបរបបនៃការទំនាក់ទំនងប្រពន្ធរបស់គាត់បើបុគ្គលខក៏ដូចគ្នាដែរអញ្ចឹងមានន័យថាបើសិនជាធៀបដើមនៃនប៊ីប្រៀបធៀបចឹងជំនីនេះបើសិនជាយើងប្រឹងពុតពេកបាទតែបើយើងប្រឡែងវានឹងកាន់តែកោអញ្ចឹងមានន័យថាបរិសុទ្ធជាប្តីម្នាក់ត្រូវដឹងស្ថានភាពប្រពន្ធរបស់ខ្លួនថាតើត្រូវការយ៉ាងម៉េចរំលឹកយ៉ាងម៉េចពួកអ្នកខ្លះគឺគាត់ត្រូវការថ្នាក់ថ្នមរឿងយូរតិចទៅឃើញទេប៉ុន្តែអ្នកខ្លះអត់ទេថ្នាក់ថ្នមយូរអត់ចំណេញទេវាតល់តែមានកម្រិតលក្ខណៈតនកម្មណាមួយឬក៏ភាសាណាមួយដើម្បីជាការសម្លុតឬក៏អីវាអាចចឹងវាទៅតែមានចឹងឯងប៉ុន្តែត្រូវចាំថាការសម្លុតឬក៏ការប្រើទ្រឹស្ដីណាមួយធ្ងន់ធ្ងរយ៉ាងណាក៏ដោយមិនត្រូវឈានដល់ការវាយតប់ឬក៏ធ្វើឲ្យស្នាមមុខស្នាមមាត់ភាសានេះនប៊ីហាមដាច់ខាតនេះគឺអត់បានទេអញ្ចឹងចំណុចនេះគឺម្នាក់គឺដឹងរៀងខ្លួនមិនអាចនរណាមួយដឹងរំលងពីបុគ្គលនេះទេពីបុគ្គលប្តីរៀងខ្លួនទេអញ្ចឹងហើយបានជាការដោះស្រាយមួយគឺយើងឃើញថាសម្រាប់គ្រួសារណាគ្រួសារនឹងហើយដែលដឹងយើងវិលមកវិញទៀតថាតួនាទីរបស់ប្តីចំពោះប្រពន្ធប្រហែលជាមិនខុសពីអ្វីដែលឧស្មាតមកលើកពីតួនាទីរបស់ប្រពន្ធចំពោះប្តីដែរប្តីនេះគឺយើងអ្នកខ្លះគាត់គិតថាគាត់មានតួនាទីជាអ្នករកលុយអញ្ចឹងមានន័យថាឲ្យតែឲ្យលុយចង់ស្អីក៏គាត់អត់ជួយដែរក្នុងផ្ទះអានេះគឺជាកំហុសមួយបានជាយើងថាជាកំហុសដោយសារអីព្រោះនប៊ីរបស់យើងរ៉ាសូលជាការីរបស់អល់ឡោះអត់អញ្ចឹងទេហើយយើងមើលជាការីរបស់អល់ឡោះជាអ្នកដែលដឹកនាំសាសនាជារ៉ាសូលរបស់អល់ឡោះណាមិនធម្មតាទេប៉ុន្តែពេលខ្លះលោកដេស្បែកជើងនៅខ្លួនឯងក៏មានជាមួយគ្រួសាររបស់គាត់ពេលដែលគេសួរស្ទីអេសារ៉ាឌីយ៉ាឡោះវ៉ានថានប៊ីការងារអីខ្លះគាត់ថានប៊ីការងារផ្ទះហ្នឹងហើយបើសិនទៅដល់ម៉ោង8យ៉ាងលោកទៅ8យ៉ាងឃើញទេអញ្ចឹងមានន័យថាយើងមើលគំរូទាំងអស់នេះទៅលើនប៊ីយើងហើយមានហាឌីសខ្លះទៀតណានប៊ីយើងបានបលែងលេងជាមួយប្រពន្ធរបស់គាត់ជារឿងធម្មតាបលែងលេងជាមួយប្រពន្ធរបស់គាត់ដោយពេលខ្លះគាត់ឲ្យប្រពន្ធគាត់រត់ទៅមុនទៅពេលខ្លះក៏រត់មកក្រោយមកហើយឈ្នះចាញ់នេះលេងសើចជាមួយគ្នាប្តីប្រពន្ធណាលក្ខណៈហ្នឹងមានតែធ្វើម៉េចឲ្យបានបង្កឲ្យទៅជារឿងសុភមង្គលកើតឡើងរហូតដល់ហាឌីសមួយយើងមើលស្ទីអេសាឬក៏ប្រពន្ធរបស់គាត់ម្នាក់ក៏គាត់និយាយថាពេលដែលខ្ញុំមានរដូវស្ទីអេសាពេលដែលខ្ញុំមានរដូវនេះខ្ញុំបានយកកែវទឹកនេះមកផឹកពេលដែលផឹកហើយអត់ទាន់អស់ទេខ្ញុំដាក់ចុះទៅវិញរ៉ាស៊ូលឡោះទៅយកកែវទឹករបស់ខ្ញុំនេះមានន័យសំដៅទៅលើប្តីរបស់គាត់ណារ៉ាស៊ូលយកកែវទឹកមកវិញនេះលោកដាក់មាត់របស់គាត់នោះឲ្យចំនឹងអាកន្លែងមាត់ដែលខ្ញុំទៅផឹកហើយមិញឯងអញ្ចឹងមានន័យថាទង្វើរបស់ប្តីនេះគឺគ្រាន់តែប៉ុណ្្នឹងណាមានន័យសុភមង្គលវាកើតឡើងសម្រាប់គ្រួសារបាត់ទៅហើយប៉ុន្តែហេតុអីបានជាអាខិរសម័នដំណាក់កាលចុងក្រោយនេះមនុស្សតែងតែមានបញ្ហានេះគ្នាដោយសារយើងភ្លេចមើលទៅលើគំរូរបស់រ៉ាស៊ូលឡោះសាឡាមដែលធ្វើជាមួយគ្រួសាររបស់គាត់អញ្ចឹងទាំងអស់នេះមានន័យថាប្រសិនបើយើងអាចធ្វើទៅបានណាគឺគ្រួសារជាប្តីនេះយើងកុំគិតថាខ្លួនមានតួនាទីធំណាស់ប្រធានក្រុមហ៊ុនទៅឬក៏ឲ្យយើងនិយាយសាមញ្ញមួយថាឥឡូវវាសបោអាយឧត្តមណាថាខ្ញុំអាយឧត្តមទៅហើយតែឲ្យទៅជួយបោកខោអាវមិនកើតក្នុងផ្ទះយើងតារ៉ាសូលវាធំយើងនឹង100ដងទៅទៀតហេតុអីបានលោកធ្វើកើតអញ្ចឹងប្រសិនបើចំណុចនេះយើងយកមកអនុវត្តណាអានឹងមានន័យថាសុភមង្គលរបស់យើងគឺកើតឡើងហើយវាត្រូវនឹងទ្រឹស្ដីថាបរិសុទ្ធជាប្តីត្រូវតែស្វែងរកគ្រប់មធ្យោបាយដើម្បីឲ្យសុភមង្គលកើតឡើងនេះជាតួនាទីរបស់ប្តីខ្ញុំគិតថាខ្ញុំសូមចូលរួមប៉ុណ្ណេះបើសិនជាយើងគិតពីតួនាទីទាំងអស់គឺអត់មានពេលគ្រប់គ្រាន់ទេ